ជំរាបសួរលោកអ្នកបងប្អូនជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូបន្តរបស់ខ្ញុំគឺថ្ងៃនេះយើងនឹងនិយាយអំពីរបៀបប្រើប្រាស់កម្មវិធី Canva Design នៅក្នុង Canva ហើយនឹង download នៅក្នុងកម្មវិធី Canva ហើយខ្ញុំនឹងយកការ download របស់ខ្ញុំនៅក្នុងកម្មវិធី Canva នោះដើម្បីដាក់នៅក្នុង Mailchimp ដែលលោកអ្នកបងប្អូនបានបង្កើតហើយនឹង design email កាលពីវីដេអូមុនតោះអញ្ចឹងយើងនឹងចូលទៅកាន់កម្មវិធី Canva ទាំងអស់គ្នាសម្រាប់កម្មវិធី Canva លោកអ្នកបងប្អូនអាចប្រើប្រាស់បាននៅក្នុង website នៅក្នុង computer ហើយនៅក្នុងទូរស័ព្ទបានដូចគ្នាដែរលោកអ្នកបងប្អូនត្រូវតែ download កម្មវិធី Canva ជាមុនសិនហើយលោកអ្នកបងប្អូននឹងចូលមកឃើញ template បែបនេះសូមឲ្យលោកអ្នកបងប្អូនចុចពាក្យថា login through browser លោកអ្នកបងប្អូនត្រូវតែ login គឺទាមទារឲ្យលោកអ្នកបងប្អូនត្រូវតែមាន email ចាស់ក៏បាន email ថ្មីក៏បានអាស្រ័យលើលោកអ្នកបងប្អូនចងចាំហើយជឿជាក់ថាលោកអ្នកបងប្អូននឹងមិនភ្លេចនៅពេលដែលលោកអ្នកបងប្អូនឃើញរូបរាងបែបនេះហើយបើលោកអ្នកបងប្អូនមាន email ពីមុនហើយសូមចុចពាក្យ email បងប្អូនហ្នឹងគឺអាចប្រើប្រាស់បានតែម្ដងអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅ sign up email ថ្មីតែម្ដងអញ្ចឹងលោកអ្នកបងប្អូនចុចពាក្យថា use another account ចុចពាក្យ use another account ហើយលោកអ្នកបងប្អូនត្រូវតែវាយបញ្ចូលនៅ email របស់បងប្អូនទាំងអស់គ្នាដែលលោកអ្នកបងប្អូនមិនទាន់បានបង្កើត Canva ពីមុនអញ្ចឹងសូមលោកអ្នកបងប្អូនវាបញ្ចូល email របស់លោកអ្នកបងប្អូនហើយចុចពាក្យថានេះគឺ email តម្រូវឲ្យលោកអ្នកបងប្អូនត្រូវ confirm មានន័យថា email នេះនៅក្នុងទូរស័ព្ទដៃបងប្អូនអញ្ចឹងត្រូវតែ confirm ចុចពាក្យថា continue ទាញទូរស័ព្ទរបស់បងប្អូនមក scan ដើម្បីបញ្ជាក់ថានេះគឺជា account របស់បងប្អូននៅពេលដែលលោកអ្នកបញ្ជាក់ account ហើយអ្នកនរគ្នានឹងឃើញ template បែបនេះលោកអ្នកបងប្អូនត្រូវចុចពាក្យថា continue អញ្ចឹងយើងនឹងជោគជ័យយើងអាចប្រើប្រាស់កម្មវិធី Canva បានអញ្ចឹងលោកអ្នកបងប្អូននឹងឃើញពាក្យ load មកអញ្ចេះគឺលោកអ្នកបងប្អូនចុចពាក្យថា yes continue to Canva app យើងនឹងត្រឡប់ទៅកាន់កម្មវិធី Canva វិញហើយលោកអ្នកបងប្អូនអាចប្រើប្រាស់កម្មវិធី Canva បានរួចជាស្រេចអញ្ចឹងរាល់ការបង្កើត app នីមួយៗលោកអ្នកបងប្អូននឹងទទួលបានការសួរសំណួរអំពី app នោះថាតើលោកអ្នកបងប្អូនបង្កើតកម្មវិធីនឹងដើម្បីអីអញ្ចឹងយើងនឹងឆ្លើយសំណួរទាំងអស់គ្នាយើងអាចឆ្លើយសំណួរក៏បានយើងចុច skip ក៏បានគឺអត់បញ្ហាអីទេបងប្អូនសំខាន់គឺលោកអ្នកបងប្អូនបានចូលកម្មវិធី Canva រួចជាស្រេចហើយអូខេអញ្ចឹងយើងបានចូលមកដល់កម្មវិធី Canva ហើយយេអញ្ចឹងខ្ញុំនឹងនាំបងប្អូនឲ្យស្គាល់អំពីមុខងារនៅក្នុងកម្មវិធី Canva មួយចំនួនគឺជាមុខងារសំខាន់ដែលលោកអ្នកបងប្អូនត្រូវតែស្គាល់ហើយងាយស្រួលក្នុងការឲ្យបងប្អូនបង្កើតនៅរូបភាពស្អាតមាន template ស្អាតដើម្បី design នៅគម្រោងរបស់បងប្អូននៅក្នុង Canva អញ្ចឹងយើងទៅមើលកម្មវិធីទាំងអស់គ្នាទី1លោកអ្នកបងប្អូននឹងឃើញនៅខាងឆ្វេងដៃរបស់ខ្ញុំនេះលោកអ្នកនឹងឃើញអំពី template ផ្សេងហើយកន្លែងនេះគឺ more យើងគ្រាន់តែចុចមកយើងឃើញ app យើងមាន scroll មានអីផ្សេងអញ្ចឹងកន្លែងនេះគឺតែចុចពាក្យថា create នៅពេលដែលយើងចង់បង្កើតអ្វីមួយនៅក្នុងកម្មវិធី Canva លោកអ្នកបងប្អូនអាចសរសេរសារអាចធ្វើ slide presentation អាចបង្កើតវីដេអូអាចសរសេរ document អាចធ្វើវីដេអូរូបភាព design បានហើយក៏អាចបង្កើតជាមួយនឹងទំហំ frame របស់ខ្លួនឯងក៏បានដែរអញ្ចឹងយើងឃើញច្រើននៅកន្លែងនេះសម្រាប់ Canva ខ្ញុំចូលចិត្តធ្វើ slide ច្រើនហើយនឹង design រូបភាពច្រើន poster ច្រើនដូចគ្នាដែរអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅ design រូបភាពមួយចំនួនដែលលោកអ្នកបងប្អូននឹងត្រូវយករូបភាពនោះទៅដាក់នៅក្នុង Mailchimp ដែលយើងបានរៀនអំពីវីដេអូមុនអញ្ចឹងលោកអ្នកបងប្អូនត្រូវតែចុចពាក្យថា create បាទនៅពេលដែលលោកអ្នកចុចពាក្យថា create ហើយយើងនឹងឃើញ template មួយចំនួនបើយើងដាក់នៅក្នុង Mailchimp ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាក់ frame មួយណាក៏បានដែរខ្ញុំដាក់ frame Facebook ក៏បាន frame Instagram frame slide ក៏បានអញ្ចឹងខ្ញុំចុចយក slide នេះមួយមកអញ្ចឹងនៅពេលដែលលោកអ្នកបងប្អូនបានចូលមកដល់កម្មវិធី design Canva ហើយលោកអ្នកបងប្អូនមើលមកនៅខាងឆ្វេងដៃរបស់ខ្ញុំនឹងឃើញ function មួយចំនួនគឺជាជម្រើសមួយចំនួនដែលលោកអ្នកបងប្អូនធ្វើម៉េចឲ្យរូបភាពរបស់លោកអ្នកបងប្អូនស្អាតហើយងាយស្រួលក្នុងការយកទៅដាក់នៅក្នុង Mailchimp បានអញ្ចឹងទី1គឺ design គឺលោកអ្នកមាន template ស្រាប់អាចរើសបាន template ស្អាតមែនតើហើយលោកអ្នកអាច add ជាមួយនឹងអ្វីផ្សេងបានសរសេរអក្សរលោកអ្នកអាចដាក់រូបភាពលោកអ្នកបងប្អូនផ្ទាល់បានមានឧបករណ៍ផ្សេងទៀតដើម្បីប្រើប្រាស់អញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនប៉ុណ្ណេះខ្ញុំជឿថាបងប្អូនអាចធ្វើបានហើយ design ជាមួយនឹងជំនាញរបស់បងប្អូនផ្ញើវាចេញទៅហើយនៅខាងលើនេះក៏លោកអ្នកបងប្អូនអាចដាក់ឈ្មោះបានដែរ file របស់លោកអ្នកបងប្អូនឈ្មោះអីឈ្មោះថាដុល្លារ
លោកអ្នកបងប្អូនអាចដាក់តាដុល្លារបានប៉ុណ្ណឹងអញ្ចឹងគឺ file បងប្អូនឈ្មោះអញ្ចឹងអូខេអញ្ចឹងយើងបាន design រួចហើយយើងនឹង download រូបភាពនេះទាំងអស់គ្នាហើយយើងនឹងយកវាទៅដាក់នៅក្នុងកម្មវិធី Mailchimp អញ្ចឹងលោកអ្នកបងប្អូនគ្រាន់តែចុចពាក្យថា share នៅខាងស្ដាំដៃរបស់ខ្ញុំកែងខាងលើហើយចុចពាក្យថា download ហើយលោកអ្នកបងប្អូនត្រូវចុចពាក្យថា download ហើយ Canva នឹងបង្ហាញរូបភាពដែលយើងបាន download គឺនៅកន្លែងនេះអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបាន design មិញហើយខ្ញុំនឹងយករូបភាពនេះទៅដាក់នៅក្នុង Mailchimp ទាំងអស់គ្នាតោះអញ្ចឹងលោកអ្នកចូលទៅកាន់ website ដែលលោកអ្នកបងប្អូនបានបង្កើតមិញហ្នឹងមកហើយលោកអ្នកបងប្អូនអូសមកខាងក្រោមឃើញពាក្យថា content design edit design ចុចពាក្យថា edit design លោកអ្នកបងប្អូនឃើញរូបភាពលោកអ្នកបងប្អូនឃើញរូបភាពឯងកន្លែងនេះគឺរូបភាពអញ្ចឹងលោកអ្នកបងប្អូនអាចលុបចោលបានលុបចោលមកបាទលោកអ្នកបងប្អូនបើលោកអ្នកចង់ដាក់រូបភាពត្រូវតែមើលកន្លែងនេះត្រូវតែមើលខាងស្ដាំដៃរបស់ខ្ញុំលោកអ្នកចង់ដាក់រូបភាពត្រូវតែអូសរូបភាពនេះយកមកដាក់កន្លែងនេះហើយចុច done បើលោកអ្នកចង់សរសេរអក្សរត្រូវអូសអក្សរយកមកដាក់បើលោកអ្នកចង់ដាក់ paragraph ត្រូវអូស paragraph យកមកដាក់ដើម្បីសរសេរអញ្ចឹងខ្ញុំនឹងយករូបភាពមិញដើម្បីយកមកដាក់អញ្ចឹងលោកអ្នកបងប្អូនត្រូវតែមានសុំរូបភាពនេះដើម្បីដាក់នៅរូបភាពអំបញ្ញមិញចូលអញ្ចឹងលោកអ្នកបងប្អូនត្រូវចុចមកហើយចុចពាក្យថា upload អញ្ចឹងរូបភាពដែលខ្ញុំបាន design មិញឥឡូវនៅក្នុង Mailchimp ហើយអញ្ចឹងយើងចុច save មកគេវាឃើញនៅកន្លែងនេះហើយយើងសាកមើលតិចមកនេះគេ email ដែលយើងនឹងផ្ញើទៅហើយគេនឹងឃើញថា email របស់យើងនឹងមានរូបរាងបែបម៉េចអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងអរគុណលោកអ្នកបងប្អូនដែលបានចំណាយពេលទស្សនាវីដេអូនេះសូមប្រែប្រទានពរ